បាទពុកម៉ែបងប្អូននេះគឺជាមុខមាត់បរិសុទ្ធដែលជាជនជាតិចិនដែលសម្លាប់នារីជនជាតិថៃជាភេទទី3នឹងដោយភាពបាទកាចសាហាវមែនទែនហើយបរិសុទ្ធម្នាក់នេះក៏បានសារភាពដែរគឺដំបូងឡើយនឹងមូលហេតុដែលចាប់ផ្ដើមរឿងកើតឡើងនៃការសម្លាប់ឈានទៅដល់ការសម្លាប់នឹងគឺបរិសុទ្ធម្នាក់នេះគឺមិនដឹងទេថានារីជនជាតិថៃម្នាក់នោះគឺជាភេទទី3ដោយពេលដែលដឹងក៏បានចរចាជាមួយនឹងនារីជាជនជាតិថៃនឹងគឺសូមចុះពាក់កណ្ដាលបាទសូមចុះពាក់កណ្ដាលបាទដំបូងឡើយគឺនារីជនជាតិថៃភេទទី3នេះគឺគាត់យកចំនួនបាទ8000 បាតហើយតបមកក៏សូមចុះនៅសល់ពាក់កណ្ដាលឯជានារីភេទទី3ជាជនជាតិថៃនោះគឺគាត់អត់ព្រមបាទអត់ព្រមដោយសារតែគាត់បានទទួលលុយហើយគាត់ក៏មិនព្រមដែលផ្ដល់លុយចំនួនពាក់កណ្ដាលទៅវិញដល់បរិសុទ្ធជនជាតិចិននោះបន្ទាប់មកក៏មានការឆ្លោះតបតែងគ្នាហើយនារីជាជនជាតិថៃជាភេទទី3ហ្នឹងក៏ចាប់ដើមមានការវាយតបឯបរិសុទ្ធម្នាក់នេះគឺទុកកំហឹងអត់បានក៏បានចាប់ដើមវាយនារីជនជាតិថៃជាភេទទី3នោះវាយរហូតអូសចូលក្នុងបន្ទប់ទឹកទៀតហើយក៏បានចាប់យកកត្រៃនឹងក៏បានយកមកចាក់នារីជាជនជាតិថៃអ្នកនោះគឺរហូតទៅដល់ស្លាប់បាទបន្ទាប់ពីស្លាប់ហើយបរិសុទ្ធជាជនជាតិចិនហ្នឹងបាទគឺបានយកបាទកបិតនិងកត្រៃហ្នឹងគឺវះមិនព្រិស័យមែនទេបងប្អូនបាទគឺវះពីបំពង់ករហូតទៅដល់ខាងក្រោមហើយក៏បានឆ្កឹះយកនៅបេះដូងនិងបាទចែលដែលធ្វើដើមទ្រូងហ្នឹងយកទៅដាក់ក្នុងបាទធុងមួយហើយគេក៏បានសារភាពផងដែរថាសម្រាប់ការសួតនោះគឺគាត់អត់ដឹងទេគឺគាត់អត់មានឃើញសួតទេហើយប៉ូលីសថៃហ្នឹងគឺមិនតន់ដឹងថារមូលហេតុថាបាត់សួតនឹងទៅណាទេព្រោះអីដោយសារតែកាមេរ៉ាឆែកកាមេរ៉ាក៏មិនឃើញថាយកច្រកទៅណាដែរហើយបរិសុទ្ធជាជនជាតិចិនហ្នឹងក៏ឆ្លើយសារភាពទៅតាមហ្នឹងថាបើសួតវិញគឺគាត់មិនបានយកទៅណាទេហើយគាត់ក៏មិនមែនជាអ្នកបាទរស់ស៊ីខាងដូចជួនដូរគ្រឿងក្នុងអីនោះដែរនេះគឺជាកំហឹងរបស់គាត់ដែលគាត់ឆ្លោះតបតែងគ្នារហូតទៅដល់ឈានដល់ការសម្លាប់នារីជាជនជាតិថៃភេទទី3ហ្នឹងរហូតដល់ស្លាប់បាត់បង់ជីវិតហើយគាត់ក៏បានកក់ពេលដែលចាប់ដើមសម្លាប់ភ្លាមហ្នឹងគាត់ក៏បានកក់ជាមួយនឹងសម្បត្តិយន្តហោះដើម្បីត្រឡប់ទៅប្រទេសចិនភ្លាមផងដែរក៏ប៉ុន្តែគឺមិនទាន់បានចេញផុតពីប្រទេសថៃនោះទេគឺប៉ូលីសទូតថៃហ្នឹងគឺគាត់ចាប់បាននៅពេលដែលបរិសុទ្ធម្នាក់នេះគឺកំពុងតែចាប់ដើមរៀបនិងចាប់ដើមចេញទៅហើយបងប្អូនគឺកំពុងតែរៀបចំខ្លួននឹងទៅដល់ពលានយន្តហោះហើយគឺប៉ូលីសថៃគឺគាត់ចាប់បាននៅពលានយន្តហោះនឹងឯងហើយបរិសុទ្ធជនជាតិចិនហ្នឹងក៏បានសារភាពតាមរឿងដែលខ្លួនបានប្រព្រឹត្តកើតឡើងហើយចំណែកការបាត់សួតបាត់អីហ្នឹងគឺគាត់មិនដឹងទេហើយប៉ូលីសថៃក៏មិនតន់រកថាសួតនឹងទៅណានោះដែរនេះគឺជាមេរៀនមួយផងដែរសម្រាប់បាទមិនថាជនជាតិណាទេបងប្អូនគឺយើងប្រុងប្រយ័ត្នដោយសារតែមនុស្សយើងឥឡូវគឺពិបាកនឹងមើលឃើញចិត្តណាស់បាទហើយករណីនេះគឺកើតជារឿងហូរហែផងដែរហើយយើងមើលមិនឃើញពេលខ្លះទៅពួកគាត់ដែលជាអ្នករស់ស៊ីផ្លូវហ្នឹងក៏គាត់មិនចង់នោះដែរក៏ប៉ុន្តែធ្វើយ៉ាងម៉េចនោះគឺជាជំរឿនរបស់គាត់អញ្ចឹងទៅគាត់ក៏ទៅធ្វើជារឿងនឹងអញ្ចឹងទៅហើយក៏មិនចង់មកជួបរឿងបែបនេះដែរនេះគឺជាព្រឹត្តិការណ៍មួយដោយការសម្លាប់នេះគឺព្រៃសៃមែនទែននៅក្នុងប្រទេសថៃបាទបងប្អូនហើយការឆែកកាមេរ៉ាពីបរិសុទ្ធជនជាតិចិននោះគឺគាត់បានជួលបន្ទប់នឹងរយៈពេលដល់ទៅ7ថ្ងៃ
ហើយក៏មានមុននឹងកើតហេតុហ្នឹងក៏មានអ្នកធ្វើការ ខ្ញុំ សម្អាត វា ទុក បាយ សម្អាតអីហ្នឹង វាថា គាត់ វា ឮ ថា ដែរ ក៏ យក ប៉ុន្ មក តែ ដេក ដោយសារតែ គឺ គាត់ ឲ្យ គិត ថា 8,000 បាត នោះ វា គឺ ស្មើ ជា នឹង រឿង ដែ 240 ល ដុល្លារ អញ្ចឹងណា 200 ជា វា ង ជា វា រឿង ត រឿយៗ មក ទៅហើយ ដោយសារតែ វា គាត់ ដឹង ធ្លាប់ ថា ឮការជ្រុះឃ្លែង ជន ជ្រុះ រងគ្រោះ គ្នា ហ្នឹង ក្នុង ដែល បន្ វា ទប់ សម្ បែប លាប់ នេះ ហ្នឹង មិនមែនជាស្រី ក៏ វាច ប៉ុ ង់ ន្ បាន តែ ស្រីពិត ពេល អញ្ចឹង ដែល វាក៏ បន្ទប់ហ្នឹង ឆ្អ៊ិន សុំលុយវិញ អញ្ចឹង ពេលដែល បន្ទប់ហ្នឹង គឺ មនុស្សមិននៅហ្នឹង គឺមានការឆ្អ៊ិន ទេ រឿងប្លែ អញ្ចឹ ក ង វាសុំ ទៅ លុយ ក៏ 50 អ្នកសម្អាត បន្ទប់នោះ គាត់ ក៏ចូលទៅមើល អញ្ចឹង ពេលដែលចូលទៅមើល ទៅឃើញ បាទ សាកសព ដែលនារីជាជនជាតិថៃហ្នឹង គឺ ធ្វើការផ្អើលឆោឡោ ហើយនេះ គឺជាភស្តុតាង វីដេអូដែលគេថត សកម្មភាពរបស់ប្រជាជនជាតិចិនហ្នឹង គឺបានចូលទៅក្នុងផ្សារដើម្បីទិញនៃក្បិត ទាំងកត្រៃ ទាំងថង់ ទាំងអី បាទ នេះ គឺសម្លាប់រួចហើយ បងប្អូន បន្ទាប់ពីជនរ បា ង ទ គ្រោះ មិនមែនជានេះទេ ដឹងថា គឺសម្លាប់រួចហើយ ក៏បានត្រៀម វាចាប់ផ្ដើម បាទ វាអូស គឺ ក្បិត បាទ កត្រៃហ្នឹង ស៊ីលអី ចងទុក ហើយអ្នកលក់ក៏គេមិនចាប់អារម្មណ៍ដែរ ដោយសារគិតថា ខ្លាចជាជនជាតិថៃ ជនជាតិចិនម្នាក់នេះហ្នឹង ជាស្រីបងប្អូន ជនជាតិចិនម្នាក់នេះ គាត់មកធ្វើការនៅប្រទេសថៃអញ្ចឹងណា អត់ដឹង អញ្ចឹង ក៏គាត់មិនចាប់អារម្មណ៍ វាមាន តទៅពេលរឿងនេះ សពអត់មុននឹងវា បាន វះយកគ្រឿង ល្បីអញ្ចឹងទៅ ព្រោះវាបាន ទើប ថា អ្នក គឺ លក់អ្នកអី គាត់បាន សាកសពហើយ បាទ ទំនាក់ទំនងទៅ ស៊ីលី បាទ កូនដែល ប៉ុស្តិ៍ប៉ូលីស ដើម្បីឲ្យប៉ូលីស យកវីដេអូដែល ជនជាតិហ្នឹង ចិនហ្នឹង គឺគាត់បានមកសកម្មភាពទិញ ហើយនេះ គឺជាសាច់ញាតិរបស់ជនរងគ្រោះ គឺគាត់ បាទ និយាយរួមទៅ គឺគាត់មានអារម្មណ៍ថាខឹង ឃើញមែនទែន គឺទប់អារម្មណ៍បានទេ ហើយនេះ គឺជាការសោកស្ដាយរបស់ក្រុមគ្រួសារ ហើយការអន់ ហើយប៉ូលីសតម្រួតថៃហ្នឹង ក៏បានរៀបចំឲ្យជនជាតិចិនដែលជា បាទ ជាអ្នកប្រព្រឹត្តរឿងហ្នឹង គឺមកធ្វើត្រាប់ គឺបង្ហាញអំពីសកម្មភាពរបស់ខ្លួន តើត្រូវធ្វើយ៉ាងម៉េចខ្លះ អីយ៉ាងខ្លះ មុននឹងសម្លាប់នារីជាជនជាតិថៃភេទទី 3 ហ្នឹង គឺដោយរបៀបណា ហើយជាការសម្លាប់របស់ជនជាតិចិនហ្នឹង បាទ គឺប្រាប់រៀបរាប់ថា ដំបូងឡើយហ្នឹង គឺគាត់ឡើងទៅបែបនេះ ឡើងទៅពីលើហ្នឹង គឺចាប់ផ្ដើមសម្បាច់ក ពេលសម្បាច់កហើយហ្នឹង គាត់ក៏បានវាយតបរហូតទៅដល់សន្លប់បាត់ស្មារតី ក៏បានទាញអូសពីនឹងចូលទៅក្រោម បាទ ទម្លាក់ចូលទៅក្នុង បាទ ទប់ទឹក ហើយក៏បានធ្វើសកម្មភាពដោយការយក បាទ ក្បិត និងកត្រៃហ្នឹង មកចាក់ បាទ ចាក់កាត់វា យកជែល យកអីហ្នឹង ហើយក៏កាត់នៅក្នុងមួយចំនួនទៅ ហើយក៏បាត់សួត ហើយប៉ូលីសក៏សួរនាំដែរ ក៏ប៉ុន្តែគាត់ថាគាត់អត់ដឹង គាត់អត់ដឹងថាបាត់សួតទៅណា អញ្ចឹងទៅប៉ូលីសក៏មិនដឹងថារឿងហ្នឹងវាបាត់យ៉ាងណាដែរ បាទ អញ្ចឹងទៅប៉ូលីសថៃក៏បាន បាទ រៀបចំ បាទ មិនដឹងជាជនជាតិចិននេះ តើកាត់ទោសហ្នឹង គឺនឹងកាត់ទោសនៅប្រទេសថៃ ឬក៏បញ្ជូនទៅឲ្យប្រទេសចិនកាត់ទោសនោះទេ បងប្អូន បាទ